ជំរាបសួរខ្ញុំឈ្មោះក្រៃវណ្ណាជាសមាជិកនៃក្រុមក្តារចុចឆ្លាតវៃចំពោះក្តារចុចលើទូរស័ព្ទមានទៅយកមកហើយប៉ុន្តែយើងចង់បានក្តារចុចដែលមានល្បឿនលឿនងាយស្រួលប្រើនិងមានភាពវៃឆ្លាតក្តារចុចរបស់យើងទទួលបានការគាំទ្រជាច្រើនពីសំណាក់អ្នកប្រើប្រាស់ iOS device គឺយើងបានលេខ1នៅក្នុង Top Free Chart App Store ក្តារចុចរបស់យើងមិនទាន់មាននៅលើប្រព័ន្ធ Android ទេដូច្នេះយើងចង់ឲ្យវាមានវត្តមាននៅលើប្រព័ន្ធ Android មួយទៀតយើងចង់បន្ថែមចំណុចពិសេសដូចជាការទស្សន៍ទាយពាក្យនិងការទស្សន៍ទាយឃ្លាឧទាហរណ៍នៅពេលដែលយើងវាយខវានឹងចេញខ្ញុំខ្ញីជាដើមចំពោះការទស្សន៍ទាយឃ្លាឧទាហរណ៍ថាយើងវាយផ្សារវានឹងចេញ Eon ផ្សារអូរស័យឬក៏ផ្សារបង្កេងកងជាដើមប៉ុន្តែយើងជួបបញ្ហាមួយគឺយើងខ្វះថវិកាដើម្បីធ្វើវាដូច្នេះយើងបានបង្កើតជាយុទ្ធនាការ crowdfunding ជំរាបសួរបាទអស់លោកលោកស្រីបាទខ្ញុំបាទឈ្មោះវ៉ាឡនជាប្រធានមូលនិធិនៃគម្រោង Development Innovation ក្រុមជំនួយឧបត្ថម្ភថវិកាពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិហៅកាត់ថា USAID ដែលមើលឃើញនៅគំនិតច្នៃប្រឌិតរបស់លោកគ្រូវណ្ណាជានាយកក្រុមហ៊ុន Alindew ដែលគាត់បានផ្ដួចផ្ដើមគំនិតបង្កើតក្តារចុចវៃឆ្លាតលើ Android សម្រាប់ជួយសម្រួលដល់អស់លោកលោកស្រីក្នុងការសរសេរអក្សរខ្មែរឲ្យបានលឿនជាងមុនដូច្នេះដើម្បីគ្រប់គ្រងនៅគំនិតច្នៃប្រឌិតនេះឲ្យទទួលបានជោគជ័យគម្រោង Development Innovation យើងខ្ញុំរីករាយនឹងផ្ដល់ថវិកាបន្ថែមលើការបរិច្ចាគរបស់លោកលោកស្រីមានន័យថាលោកលោកស្រីបរិច្ចាគ$1គម្រោងនឹងផ្ដល់$2បន្ថែមរហូតដល់$3000សូមលោកលោកស្រីចាប់ផ្ដើមបរិច្ចាគពីពេលនេះតទៅរហូតដល់ថ្ងៃទី31ឧសភាឆ្នាំ2015ដើម្បីទទួលបានក្តារចុចវៃឆ្លាតលើ Android